បាទជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាដែលនិយមតាមដានទស្សនាเพจរបស់ខ្ញុំក្នុងវីដេអូថ្ងៃនេះខ្ញុំចេញវីដេអូបបកត្រីតែខ្ញុំទៅបបកថ្ងៃទី1ខែមីនាឆ្នាំ2026ហើយក៏ជាវីដេអូដែលខ្ញុំលេងចូលគីឡូធ្ងន់ដែរបងប្អូនខ្ញុំលេង2ឆ្នាំជាង73ឆ្នាំហើយគឺមិនងាយបានជួបទេគីឡូធ្ងន់យូរមានមួយទេនេះមួយខ្សែនេះគឺខំបងប្អូនខំលឺដូចផ្ទះអញ្ចឹងអានឹងខំឆ្ងាយផងបើខំចិត្តដែលខ្ញុំអត់បានថតគឺលន់ដូចផ្ទះអញ្ចឹងបងប្អូនខ្ញុំឡើងភ្ញាក់ហើយខំស៊ីតនុយតែចាំមើលលទ្ធផលចុងក្រោយតាមដានបងប្អូនគ្នាវ៉ាវអូធំណាស់ខំឆ្លាតមែនទេបងប្អូនអូខំឆ្លាតមែនទេថៃនេះខំយកតនុយទៅចំចាក់អូធំបងប្អូនធំកាយថៃនេះឥឡូវបន្ទាប់ពីខំអត់ចូលមកខ្ញុំបិទនុយហើយខ្ញុំគប់ម្ដងទៀតតាមយកថៃនឹងតបានបងប្អូនវាស៊ីនុយខ្ញុំច្រើនហើយធីមខ្ញុំមកលេងនៅកន្លែងហ្នឹងប្រហែលដងហើយវាតើយកអត់បានរហូតវត្តអត់ចូលសោះឥឡូវកន្លែងនេះខ្ញុំដឹងថាថៃនៅកន្លែងហ្នឹងខ្ញុំប្រឡែងនុយຕົកវាខំទៀតមិនច្បាច់អូសណាវាខំទៀតតែវត្តអត់ចូលហើយមួយខ្សែទៀតនេះគឺខ្ញុំអូសមកខ្ញុំដឹងថាថៃនៅកន្លែងហ្នឹងខ្ញុំតម្លាក់ទុកទៀតធ្វើដូចយើងស្ទូចចឹងបងប្អូនយើងអត់បាច់អូសទេនេះឥឡូវវាខំហើយខ្ញុំប្រឡែងវាទៅដូចត្រីសែចឹងបងប្អូននោះខ្សែរត់ប៉ិនវត្តអត់ចូលពេកខ្ញុំថាប្រឡែងឲ្យវាលេបមើលចាំវត្តចាំមើលវត្តមកដំបូងខ្ញុំគិតថាចូលហើយបងប្អូនដឹងចូលដឹងរបូតទេអូរបូតបាត់ហើយដឹងអូមែនចូលវាអើយអូថៃនេះឆ្លាតរបស់គេមែនណាបាទបន្ទាប់ពីឆ្លាតឥឡូវឡើងគោកបងប្អូនមួយនេះហើយអានេះបានធំនេះណែមើលទឹកដៃសម្រាប់បឹងតមុកទឹកដៃពិតមិនមែនទិញត្រីយកមកទៅភក់អីវត្តទេណាអែមនេះធំមើលខ្លួនឯងណាយកចូលមេបឹងអើយមេបឹងត្រីខាងស្ទឹងត្រែងចឹងលទ្ធផលចុងក្រោយ3ក្បាលសុំអានេះទូចវិញមើលអត់ឃើញងាប់បាត់រឹងស្ដោកហើយយកទឹកសុទ្ធមកប្រៀបធៀបតិចមើលទឹកដៃហើយ